មានសត្វក្រពើមួយអាស្រ័យនៅក្នុងបឹងធំលុះដល់រដូវប្រាំងទឹកបឹងនោះក៏រីងស្ងួតអស់ក្រពើនោះនៅពុំបានទើបវាឡើងលើគោកដើរត្រេករកទីមានទឹកកាលនោះមានតាចាក់ម្នាក់បរទេះមកបានជួបនឹងក្រពើកំពុងវានៅកណ្ដាលភ្លៀវឯក្រពើក៏សុំដោយសាររទេះតានោះតាសួរថាចៅឯងទៅណាដែរក្រពើប្រាប់ថាខ្ញុំនេះរកទីអាស្រ័យគ្មានទេគឺបឹងដែលខ្ញុំធ្លាប់រស់នៅនោះឥឡូវទឹករីងស្ងួតអស់នឹងនៅតទៅពុំបានទើបខ្ញុំខំស្វែងរកបឹងស្ទឹងទន្លេឯណាដែលមានទឹកនិងអាស្រ័យនៅបើតាមេតាសូមនាំខ្ញុំទៅឲ្យបានដល់ទីណាដែលមានទឹកហើយដាក់ខ្ញុំត្រង់ទីនោះចុះតានោះក៏ព្រមទើបដោះគោចេញពីនឹមហើយលើកក្រពើឡើងដាក់សណ្ដូកលើទូករទេះហើយដោយក្រពើមិនទុកចិត្តខ្លួនក្រែងធ្លាក់ទៅប្រើឲ្យតានោះយកខ្សែមកចងខ្លួនភ្ជាប់នឹងទូករទេះតាក៏ធ្វើតាមពាក្យក្រពើស្រេចហើយតាក៏ទឹមគោបរចេញទៅលុះដល់ទីបឹងមួយមានទឹកតាក៏បញ្ឈប់រទេះដោះគោចេញហើយស្រែកចំណងក្រពើប្រាប់ថាបឹងនេះមានទឹកគួរហើយចូលចោលលូនទៅនៅបឹងនេះចោលឯក្រពើជាសត្វអកតញ្ញូមិនដឹងគុណគេថែមទាំងឃ្លានអាហារដោយអត់មកយូរថ្ងៃហើយក៏និយាយទៅថាតាឯងនេះចង់យើងភ្ជាប់នឹងទូករទេះយើងបានសេចក្តីទុក្ខវេទនាពុនពេកណាស់តាឯងត្រូវឲ្យគោយើងមួយស៊ីទើបតាឯងរួចទោសបើមិនឲ្យគោដល់យើងទេត្រូវយើងស៊ីតាឯងក្នុងពេលឥឡូវនេះតានោះលុះលើក្រពើពោលពាក្យដូច្នោះក៏ផិតភ័យណាស់ទើបស្ដីអង្វរថាណែក្រពើខ្ញុំឯងនេះមានគុណបានដឹកនាំbàឯងមកដល់ទីនេះឥឡូវbàឯងចង់ស៊ីខ្ញុំវិញការនេះខ្ញុំឯងឥតទោសសោះមិនគួរអ្នកនឹងពិឃាតបើដូច្នេះខ្ញុំមិនសុខចិត្តទេចាំខ្ញុំទៅរកលោកចៅក្រមឲ្យលោកជួយវិនិច្ឆ័យរឿងយើងនេះសិនសឹមប្រតិបត្តិតាមទៅក្រពើក៏ព្រមថាតាឯងទៅរកចៅក្រមណាក៏ទៅឲ្យឆាប់ចុះយើងចាំតាឯងនៅទីនេះតានោះបានជែកទុំមួយស្និតក៏កាន់ដើរទៅរកចៅក្រមទៅជួបនឹងសត្វទន្សាយគោលមួយនៅលើដំបូកទន្សាយក្រឡេកឃើញតាកាន់ជែកដើរកាត់ព្រៃចូលមកក៏សួរទៅថាតាអើយតាអញមាននេត្រាជលចរសោកសៅតើមានតោះទុកយ៉ាងណាចូលមកនេះសិនតាក៏និយាយរឿងខ្លួននឹងក្រពើដែលកើតហេតុនឹងគ្នាប្រាប់ទន្សាយនោះសពប្រការទន្សាយបានស្ដាប់ដូច្នោះក៏ថាអាសត្វក្រពើនោះជាសត្វមិនដឹងគុណតាឯងបើដូច្នោះខ្ញុំនឹងទទួលធัวជាចៅក្រមជំរះឲ្យតាកុំភ័យឲ្យតែចេកនេះមកខ្ញុំស៊ីសិនសឹមទៅជាមួយគ្នាតានោះក៏ឲ្យចេកមួយស្និតដល់ទន្សាយបរិភោគចេកអស់ហើយក៏នាំគ្នាទៅកាន់ដំណាក់ដែលឈប់នោះដល់ហើយទន្សាយនិយាយទៅថាមេចៅក្រពើចៅឯងវង្វេងផ្លូវព្រៃមិនដឹងជាទៅឯណាបានជាតាគាត់មេត្តាឲ្យដោយសារមកផងឥឡូវបានដល់ទីសំគួរនឹងអាស្រ័យនៅហើយម្ដេចចៅគិតវេឃ្នឹកគុណគាត់នឹងស៊ីគាត់វឹងដូច្នោះតើគាត់ធ្វើទុកទោសអ្វីដល់ចៅឯងក្រពើក៏ឆ្លើយថាលោកសុភាតានេះគាត់អុយខ្ញុំដោយសារមកនោះក៏មែនប៉ុន្តែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គឺគាត់ចងខ្ញុំភ្ជាប់នឹងទុករទេះខ្លាំងពេករកតែរើខ្លួនដកដង្ហើមក៏ពុំបានគាត់ធ្វើទុកខ្ញុំយ៉ាងនេះបានជាខ្ញុំខឹងគាត់ត្រូវឲ្យគោគាត់មួយមកឲ្យខ្ញុំស៊ីបើគាត់ពុំព្រមឲ្យគោនោះទេខ្ញុំត្រូវស៊ីគាត់វិញក្នុងពេលឥឡូវនេះតានោះលុះលឺក្រពើពោលពាក្យដូច្នោះក៏ផិតភ័យណាស់ទើបស្ដីអង្វរថាណែក្រពើខ្ញុំឯងនេះមានគុណបានដឹកនាំbàឯងមកដល់ទីនេះឥឡូវbàឯងចង់ស៊ីខ្ញុំវិញការនេះខ្ញុំឯងឥតទោសសោះមិនគួរអ្នកនឹងពិឃាតបើដូច្នេះខ្ញុំមិនសុខចិត្តទេចាំខ្ញុំទៅរកលោកចៅក្រមឲ្យលោកជួយវិនិច្ឆ័យរឿងយើងនេះសិនសឹមប្រតិបត្តិតាមទៅក្រពើក៏ព្រមថាតាឯងទៅរកចៅក្រមណាក៏ទៅឲ្យឆាប់ចុះយើងចាំតាឯងនៅទីនេះតាមុខបានជែកទុំមួយស្និតក៏កាន់ដាលទៅរកចៅក្រមទៅជួបនឹងសត្វទន្សាយគោលមួយនៅលើដំបូកទន្សាយក្រឡេកឃើញតាកាន់ជែកដើរកាត់ព្រៃជួនមកក៏សួរទៅថាតាអើយតាឯងមាននេត្រាជលចរសោកសៅតើមានទោសទុកយ៉ាងណាចូលមកនេះសិនតាក៏និយាយរឿងខ្លួននឹងក្រពើនៃកើតហេតុនឹងគ្នាប្រាប់ទន្សាយនោះសពប្រការទន្សាយបានស្ដាប់ដូច្នោះក៏ថាអាសត្វក្រពើនោះជាសត្វមិនដឹងគុណតាឯងបើដូច្នោះខ្ញុំនឹងទទួលធ្វើជាចៅក្រមជំរះឲ្យតាកុំភ័យឲ្យតែជែកនេះមកខ្ញុំស៊ីសិនសឹមទៅជាមួយគ្នាតានោះក៏ឲ្យជែកមួយស្និតទៅទន្សាយ
ទុនសាយបរិភោគចេកហើយក៏នាំគ្នាទៅកាន់ដំណាក់ដែលឈប់នោះដល់ហើយទុនសាយនិយាយទៅថាមេចៅក្រពើចាក់ឯងវងវែងផ្លូវព្រៃមិនដឹងជាទៅឯណាបានជាតាគាត់មេតាឲ្យដោយសារមកផងឥឡូវបានដល់ទីសំគួរនឹងអាស្រ័យនៅហើយម្ដេចចៅគិតវេខ្នឹគុណគួតនឹងស៊ីគាត់វិញដូច្នោះតើគាត់ធ្វើទុកទោសអ្វីដល់ចៅឯងក្រពើក៏ឆ្លើយថាលោកសភាតានេះគាត់ឲ្យខ្ញុំដោយសារមកនោះក៏មែនប៉ុន្តែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គឺគាត់ចងខ្ញុំភ្ជាប់នឹងទុករទេះខ្លាំងពេករកតែរើខ្លួនដកដង្ហើមកោះពុំបានគាត់ធ្វើទុកខ្ញុំយ៉ាងនេះបានជាខ្ញុំខឹងគាត់ត្រូវតែប្រគល់គោគាត់បានមួយមកឲ្យខ្ញុំស៊ីបើគាត់ពុំព្រមឲ្យគោនោះទេខ្ញុំត្រូវស៊ីគាត់វិញក្នុងពេលឥឡូវនេះទុនសាយឆ្លើយអនុលោមតាមថាតាឯងចងគេតឹងខ្លាំងហួសពេកបានជាគេខឹងចុះតាឯងម្នេះក៏ចងគេតឹងខ្លាំងម្លេះគ្នារកតែរើខ្លួនមិនរួចដូច្នោះតានោះថាទេខ្ញុំមិនបានចងតឹងទេលោកចងល្មមតែជាប់ពុំឲ្យធ្លាក់ប៉ុណ្ណេះឯងទុនសាយថាខាងចោតក៏ថាចងតឹងខ្លាំងខាងចម្លើយថាចងល្មមពីអ្នកទាំងពីរអ្នកនេះសឹងតែមានអ្នកណាជាកសិនបាទដូច្នេះត្រូវចៅក្រពើឯងលូនឡាងលើទុករទេះវិញឲ្យតាគាត់ចងម្ដងទៀតយើងនឹងមើលឲ្យដឹងថាតឹងឬធូទៅនឹងកាត់សេចក្តីនេះឲ្យយុត្តិធម៌ទៅបានឯក្រពើជាសត្វខ្លៃក៏វាឡើងទៅក្រាបលើទូករទេះឲ្យតានោះចងដូចមុនតាយកចំណងមកចងដូចមុនវិញទុនសាយសួរថាម៉េចចៅកុម្ភាតើគាត់ចងតឹងយ៉ាងនេះឬក្រពើឆ្លើយថាទេលោកកាលគាត់ចងខឿងមុននោះតឹងលើនេះខ្លាំងណាស់បើចងប៉ុណ្ណេះខ្ញុំទៅខឹងអ្វីនឹងគាត់ទុនសាយថាចូលតារឹតទ្វេឡើងទៀតឲ្យបានសុខចិត្តទៅតានោះក៏រឹតចំណងឡើងទៀតទុនសាយសួរថាម៉េចចៅកុម្ភាម្ដងនេះតើតឹងដោយកាលជន់មុននោះហើយឬនៅក្រពើថាពុំទាន់ស្មើចងមុននោះទេទុនសាយបង្គាប់ថាតាឯងកាប់ឈើមកធ្វើជាកូនកំព្រារឹតម្ដងទៀតទៅតានោះក៏ធ្វើតាមហើយតាំងត្របែងរឹតទាំងមុខទាំងក្រោយអស់ទំហំដៃឯក្រពើនោះត្រូវគេត្របែងដោយកូនកំព្រាខ្លាំងតឹងខ្លួនស្ទើរតែដកដង្ហើមចេញពុំបានទើបឆ្លើយថាសូមទៀនកាលជន់មុននោះគាត់ចង់តឹងយ៉ាងនេះឯងលោកអើយនរណាលើយនឹងអត់បានសូមលោកជីសាក់សីមើលចុះតើអ្នកណាខុសអ្នកណាត្រូវទុនសាយឃើញក្រពើរើខ្លួនពុំរួចហើយទើបបង្គាប់តានោះថាតាចាំអ្វីទៀតពូធូធំនឹងទុករទេះនោះមិនយកមកពូក្បាលវាទៅទុកឲ្យវារស់ធ្វើអ្វីខ្មោចអាសត្វអកតញ្ញូមិនដឹងគុណគេដែលធ្វើគុណខ្លួនតាចាស់នោះបានឱកាសដោយទុនសាយប្រាប់ដូច្នោះក៏ស្ទុះទៅយកប៊ូធូធំមកកាប់ក្រពើនោះកាត់ជាកំណាត់តយធំក្រពើក៏លួចនៃក្តីអន្តរាយជីវិតហោងសុភាទុនសាយបង្គាប់ថាកុំទុយវានោះតាឯងឆៅដាត់យកទៅស្ងោរពិសាឬញ៉ាំក៏បានដែរឯពវៀនបុតចន្ទះវានោះញ៉ាំភ្លាជាការប្រសើរណាស់តាអើយឯតានោះធ្វើតាមសុភាទុនសាយប្រាប់សពប្រការហើយយកចេកត្រសក់ជូនទុនសាយដោយខ្លួនបានផុតអំពីអន្តរាយស្រេចហើយយកគោមកទឹមរទេះលាសុភាទុនសាយបរទៅកាន់ទីធាននៃអាត្មាហោង